តិសង្ឃបានចែងព្រឹត្តិការណ៍បានចេញសាប្រគល់ទឹកដីខ្មែរក៏សង្ឃសិនឲ្យយួនបើដៃឆ្នាំ49ថ្ងៃ4មិថុនាសែនឈឺចាប់ក្រៃថ្ងៃដែលខ្លោចផ្សាខ្មែរក្នុងលោកកាកាន់ទុកគ្រប់មើគ្នាខ្លាំងនៅអឺរ៉ុបអាមេរិកកាអាស៊ីអ៊ុងស្ត្រាលីជួយរួមទុកព្រួយខ្មែរអើយចូលចាំប្រវត្តិសាវតាជាតិនឹងសាសនាត្រូវយួនប្រឡ័យពូជសាសន៍វប្បធម៌និងប្រពៃណីខ្មែរស្ទើររលាយរលត់អស់ហើយប្រលឹងវីរៈជនខ្មែរគ្រប់ជំនាន់ណាសូមជួយដាំទឿនកូនខ្មែរទាំងឡាយឲ្យមានសាមគ្គីមូលមីធ្លុងមួយរំដងទឹកដីលុងត្រាតែបាននឹងសាសនាត្រូវយួនប្រឡ័យពូជសាសន៍វប្បធម៌និងប្រពៃណីខ្មែរស្ទើររលាយរលត់អស់ហើយប្រលឹងវីរៈជនខ្មែរគ្រប់ជំនាន់ហើយសូមជួយដាំទឿនកូន